ប្រជុំអនុគណៈកម្មការពិធីការនិងបដិសណ្ឋារកិច្ចរបស់រដ្ឋបាលខេត្តស្ទឹងត្រែងត្រៀមបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកម្ពុជាជាតិចូលរួមផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាបព័ត៌មានคล้ายៗនៅព្រឹកថ្ងៃទី6ខែកក្កដាឆ្នាំ2026លោកស្រន់សំរិទ្ធីអភិបាលរងខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំអនុគណៈកម្មការពិធីការនិងបដិសណ្ឋារកិច្ចលើកទី2ដើម្បីត្រៀមបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំកម្ពុជាជាតិនាយករដ្ឋបាលនាយករងរដ្ឋបាលខេត្តប្រធានអនុប្រធានមន្ត្រីដែលពាក់ព័ន្ធអភិបាលរងក្រុងស្រុកទាំង6កម្លាំងប្រដាប់អាវុធទាំង3ប្រភេទបានចូលរួមនៅក្នុងកិច្ចប្រជុំនាឱកាសនោះក្នុងពេលឆាប់ខាងមុខនេះថ្នាក់ដឹកនាំកម្ពុជាជាតិនឹងអញ្ជើញមកដល់ខេត្តស្ទឹងត្រែងហើយអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៅជុំវិញខេត្តលោកស្រន់សំរិទ្ធីបានមានប្រសាសន៍ថាដូចនេះដើម្បីធានាឲ្យពិធីទាំងមូលប្រព្រឹត្តទៅដោយរលូនមានសណ្ដាប់ធ្នាប់របៀបរៀបរយខ្ពស់និងទទួលបានជោគជ័យគឺចាត់ចែងឲ្យលោកញ៉ែមវណ្ណយុទ្ធនាយករដ្ឋបាលខេត្តទទួលមន្ត្រីរាជការមកពីរដ្ឋបាលក្រុងស្រុកទាំង6ចំពោះមន្ត្រីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្តគឺលោកហៀងពូលីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តជាអ្នកទទួលការកំណត់ទីតាំងសម្រាប់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងអាជ្ញាធរត្រូវបែងចែកឲ្យបានច្បាស់លាស់លោកញ៉ែមវណ្ណយុទ្ធនឹងធ្វើការរៀបចំបញ្ជីឈ្មោះនិងប្លង់អង្គុយសម្រាប់ថ្នាក់ដឹកនាំថ្នាក់ជាតិថ្នាក់ខេត្តនិងសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពដើម្បីធានាគ្មានការភ័ន្តច្រឡំដោយឡែកសម្រាប់មន្ត្រីទាំងអស់ត្រូវមកទីតាំងប្រារព្ធពិធីឲ្យបានទាន់ពេលវេលាសម្ដៅធានាថាសណ្ដាប់ធ្នាប់របៀបរៀបរយខ្ពស់និងភាពរលូនត្រូវបានរក្សាទុកមុនពេលនិងក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកម្ពុជាអញ្ជើញមកដល់ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញជីវិតខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិ